រូបមន្តរបស់យើងគឺអង្គក្រាលមួយនៅលើឬការ៉េនៃa ការ៉េបូកឲ្យ x ការ៉េ dx អាហ្នឹងដាក់ x ការ៉េបូក a ការ៉េក៏បានដែរណាដូចតែគ្នាទេវាប្រមាណទីបូកលទ្ធផលវាគឺចេញលិនម្លាយខាត x បូកឲ្យឬការ៉េនៃ x ការ៉េបូកឲ្យ a ការ៉េអានេះម្លាយខាតបូកចំនួនថេសេចាអានេះចំនួនយកមកបើរវែងពីមកតំពអីរមមិនទាន់ឃើញចម្លើយទេចិត្តពីតំពហ្នឹងចេះយើងប្រើរូបមន្តតែម្ដងអត់ត្រូវការតាំងដើម្បីរកទេគ្រូឲ្យយើងចាំរូបមន្តវិញរូបមន្តមួយទៀតរូបមន្តមាន2រូបមន្តបូក1ដក1បើសិនបើ a ការ៉េដក x ការ៉េ dx ចឹងគឺវាស្មើលិនដែរលិន x មែន a ទេមែន a ដក x ទេ x ដក a ណាx ការ៉េដក a ការ៉េបើ a ការ៉េដក x ការ៉េមិនមែនចេញលិនទេចេញទៅលទ្ធផលផ្សេងទៀតចេញស៊ីនណាបូកឬការ៉េនៃ x ការ៉េដក a ការ៉េបូកចំនួនថេសេនេះរូបមន្តឬ a ការ៉េដក x ការ៉េណាគេគឺវាស្មើអាក់ស៊ីនណាអាក់ស៊ីនគេសេស៊ីនស្វ័យគុណដក1ក៏បានដែរស៊ីន x លើ a បូក c ឬក៏គេសេបានម្យ៉ាងទៀតស៊ីនដក1លើ a បូក c អាស៊ីនដក1ហ្នឹងគឺអាស៊ីនណាគប់ច្រាហើយបើសិនជា x ការ៉េដក a ការ៉េមួយនៅលើ x ការ៉េដក a ការ៉េ dx អាហ្នឹងលទ្ធផលគឺចេញលិនដែរប៉ិនលិន x ដក a នៅលើ x បូក a ចាំវាទៅគ្រូប្រាបើយើងរកតាមរបៀបតាំងងាយទេតាំងត្រូវគ្រាន់បើតាំងមិនត្រូវចប់តាឥឡូវយើងដោះស្រាយលំហាត់យើងគឺ e អន្តរាកំណត់ពី0ទៅ2 0ទៅ2នៃឬការ៉េនៃ1បូក x ការ៉េចឹងត្រូវអាហ្នឹងបើយើងសរសេរត្រឹមត្រូវតាម4យើងសេត្រឹមត្រូវតាមក្បួនវាមិនគឺយើងសេថា x ការ៉េបូក1ការ៉េមែនទេនេះចឹងជំនួសដូចយើងជំនួសរូបមន្តណាគឺលទ្ធផលគឺចេញលិនx បូក
ឬការ៉េ x ការ៉េ រូបមុនมันបូក a ការ៉េមែនទេអញ្ចឹងមានន័យថាបូក1ការ៉េនេះរូបមុនបូក a ការ៉េអញ្ចឹងមានន័យថាគឺបូក1ការ៉េកំណត់ពី0ទៅ2ការ៉េបូក1ដកលិន0បូកឬ0ការ៉េបូកឲ្យ1ចឹងហើយអានេះវាចេញលិនហ្មងលិនទី2បូក5ណាបូកឬ5អានេះដកមិនដកលិននេះ1ណាលិនដែលខាត1អញ្ចឹងវាចេញ0ណាហ្នឹងអូខេអញ្ចឹងវានៅសល់លិន2បូកឲ្យឬការ៉េនេះ5ចប់វាត្រូវនេះអសកណាជាងរោប៊ីបនឹងមកអាចរកបានហើយគាត់ទៅប្រើមុន